ក្រៅហើយនេះគឺជា Mark Zuckerberg ដែលជាម្ចាស់ Facebook ដែលយើងកំពុងតែលេងនេះឯងមុខរបស់អ្នកល្បីៗជាច្រើនត្រូវបានគេសូនធ្វើជា silicone ហើយដាក់ភ្ជាប់ជាមួយនឹងឆ្កែយន្តអ្នកដែលបង្កើតវាមានឈ្មោះថា Beeple បានដាក់ឈ្មោះមនុស្សយន្តឬឆ្កែយន្តនេះថា Regular Animals ដែលត្រូវបានយកមកបង្ហាញនៅក្នុងវិចិត្រសាលសិល្បៈ Digital នៅក្នុងសប្តាហ៍សិល្បៈ Miami ការប៉ះទៅមនុស្សយន្តនេះគឺជាម៉ាស៊ីនថតទេគ្រាន់តែគេច្នៃប្រឌិតឲ្យវាចេះដើរវាអាចថតរូបមនុស្សបានដោយឡែនកាមេរ៉ារបស់វាស្ថិតនៅក្នុងកែវភ្នែករបស់មុខ silicone នេះឯងពិភពលោកកំពុងតែងឿងឆ្ងល់ណាស់មែនទេហើយអ្វីក៏គេយកមុខ Mark Zuckerberg ក៏ដូចជា Elon Musk មកដាក់នៅលើកាមេរ៉ាដែលមានរាងដូចជាសត្វឆ្កែបែបនេះទៅវិញ They're constantly taking pictures នៅពេលដែលមនុស្សយន្តទាំងនេះថតរូបនេះអភិប្រិយបីដូចជាពួកគេបានសម្លឹងទៅលើពិភពលោកនេះហើយបកស្រាយប្រាប់ពិភពលោកនេះតាមរយៈកែវភ្នែករបស់ពួកគេអញ្ចឹងដែរតាមរយៈរូបភាពទាំងអស់នេះអ្នកមើលឃើញទេមានតួអង្គដូចជា Andy Warhol Mark Zuckerberg ដែលជាម្ចាស់ Facebook Elon Musk ដែលត្រូវបានពិភពលោកស្គាល់គ្រប់ទីកន្លែងហើយក៏នៅមានតួអង្គដែលល្បីៗរបស់ពិភពលោកជាច្រើនអ្នកទៀតដែរហើយហេតុផលដែលខ្ញុំបានយកមុខមនុស្សល្បីៗរបស់ពិភពលោកទាំងនេះមកដាក់នៅលើមនុស្សយន្តរបស់ខ្ញុំពីព្រោះថាខ្ញុំយកឃើញថាពួកគេទាំងអស់គ្នាគឺជាមនុស្សដែលអស្ចារ្យមែនទែនពួកគេប្រើនៅក្រសែភ្នែកហើយអាចមើលឃើញពិភពលោកដ៏ធំជាងយើងទាំងអស់គ្នាបើប្រៀបធៀបឲ្យស្រួលស្ដាប់ទៅគឺពួកគេមានឡែនភ្នែកដ៏អស្ចារ្យដែលពួកគេគ្រាន់តែសម្លឹងមើលអាចដឹងថាគួរធ្វើអ្វីដើម្បីគ្រប់គ្រងពិភពលោកនេះបានបាត់ទៅហើយដូច្នេះហើយទើបខ្ញុំសម្រេចចិត្តដាក់មុខរបស់ពួកគេដើម្បីឲ្យឡែនភ្នែករបស់ពួកគេសម្លឹងទៅកាន់ពិភពលោកបានគ្រប់ទីកន្លែងជាមួយនឹងមនុស្សយន្តរបស់ខ្ញុំនេះឯងតើបងប្អូនចង់ទៅថតរូបជាមួយនឹងមនុស្សយន្តបែបនេះដែរឬទេហើយបងប្អូនយល់យ៉ាងណាដែរសូមខមមិននៅខាងក្រោមឲ្យខ្ញុំបានដឹងផង